វីដេអូនេះនឹងខ្ញុំថតប្រហែលជាមួយទឹកដែរហើយក៏ជាវីដេអូដែលនឹងខ្ញុំបានទៅលេងនៅស្រុកកំណើតផងដែរបាននិយាយអំពីស្រុកកំណើតរបស់នាងខ្ញុំវិញគឺថាខែហ្នឹងអត់ចេះខ្វះទេបងប្អូនជាមួយនឹងដលងជ្វាគឺថាអ្នកម្ដាយនិងលោកឪពុកនាងខ្ញុំហ្នឹងគឺគាត់ដាំចន្លោះពី2ខែកន្លះទៅ3ខែហ្នឹងគឺដលងជ្វារបស់យើងប្រមូលផលបានហើយមិនត្រឹមតែមានជាដលងជ្វាទេគឺមានជាស្ដែកដីមានជាតសក់មានជាស្ដែកក៏ដូចជាស្ពៃកញ្ញាញ់ស្ពៃចកើគឺថាគាត់ដាំបានច្រើនប៉ុន្តែនេះខ្ញុំអត់បានថតឲ្យបងប្អូនមើលទេហើយឃើញលោកឪពុកនេះខ្ញុំគាត់កំពុងតែគាស់មើមដលងហ្នឹងគឺថាដលងវាអត់សូវមើមដែរទេបងប្អូនដោយសារតែយើងអត់បានប្រើជីប្រើអីទេគឺប្រើតែជីធម្មជាតិគឺជីអាចគោអីចឹងហ៎បងប្អូនហើយអ្នកម្ដាយនេះខ្ញុំហ្នឹងគឺគាត់កំពុងតែប្រមូលផលដលងយើងបេះចាគាត់បេះអាតូចដាក់ផ្សេងទៅអាធំដាក់ផ្សេងដោយសារតែតម្លៃវាខុសគ្នាហើយអ្នកស្រុកនេះខ្ញុំលក់បានធូរដែរទេបងប្អូននៅស្រុកគេទិញ1គីឡូអី1000រៀលអីហ្នឹងហើយយកមកលក់វិញសក់2500បងប្អូនដោយដលង2ថងនេះអញ្ចឹងអ្នកម្ដាយនឹងខ្ញុំឲ្យមកតាំងពីនេះខ្ញុំទៅលេងស្រុកកំណើតហើយដល់ពេលយកមកទុកអត់បានរើចេញឃើញវាដុះចេញប្រឡូកអញ្ចឹងហើយអញ្ចឹងក៏នាងខ្ញុំមិនប្រអង់យូរទេលាងម្ដុំ2ដុំទៅដើម្បីចាត់វាបែបស្ដើងអញ្ចឹងហើយយើងយកវាទៅបំពងខ្លាញ់អញ្ចឹងណាបងប្អូនឃើញថាឆ្ងាញ់មួយយ៉ាងដែរហើយដលងគាត់មានអាសាច់ការ៉ុតនឹងទៅហើយនឹងអាសាច់បែបទឹកដោះគោបើនិយាយពីរសជាតិវិញអាសាច់ទឹកដោះគោនេះឆ្ងាញ់ជាងបងប្អូនគឺថាឡើងផ្អែមហើយនៅពេលដែលយើងយកទៅបំពងឡើងស្រួយស្រាប់តែម្ដងដលងហ្នឹងបងប្អូនចង់យកទៅឆឹងចាជាមួយស្ករហើយដាក់កាដូងក៏បានចាចង់យកទៅធ្វើផ្អែមក៏បានដែរគឺថារសជាតិឆ្ងាញ់ដូចគ្នាហើយនេះនាងខ្ញុំត្រៀមបំពងហ្នឹងគឺថាដាក់ខ្ទះហ្នឹងឲ្យក្តៅទៅយើងដាក់ខ្ទះក្តៅហើយយើងចាក់ខ្លាញ់ឬក៏ប្រេងឆាចូលមកល្មមហើយយើងចាប់អាសាច់ដលងដែលយើងបានចិតស្ដើងហ្នឹងដាក់ចូលអញ្ចឹងទៅហើយនៅពេលដែលវាឆ្អិនចាវាស្រួយបែបនេះគឺយើងដួសវាចាត្រង់វាឲ្យអស់ជាតិខ្លាញ់ហ្នឹងទៅយើងយកទៅដាក់ចាឲ្យត្រជាក់មកល្មមអញ្ចឹងបងប្អូនឃើញថាជាតិបងប្អូនញ៉ាំទៅស្រួយស្រាប់តែម្ដងនៅពេលដែលដលងទាំងអស់នឹងខ្ញុំបំពងហើយគឺចាប់ផ្ដើមដាក់ខ្ទះថ្មីមកហើយចាក់ជាមួយនឹងស្ករក្រហមស្ករត្នោតខ្មែរយើងហ្នឹងមួយស្លាបព្រាទៅហើយនឹងខ្ញុំខ្លាចអត់ផ្អែមមកដាក់ស្ករសឡើង2ស្លាបព្រាទៀតចាបន្ទាប់មកយើងបើកភ្លើងរឹមទៅហើយយើងកូរស្ករហ្នឹងឲ្យវាឡើងជើងក្រងណាបងប្អូនហើយនឹងខ្ញុំបន្ថែមទឹកបន្តិចកុំឲ្យវាផ្អែមពេកចាបន្ទាប់ពីយើងកូរស្ករហ្នឹងប្រហែលជា5នាទីឃើញថាឡើងរៀងជើងក្រងបែបហ្នឹងហើយក៏ធ្វើការចាក់ដលងដែលយើងបានបំពងមិញចូលទៅហើយយើងចាក់ដលងភ្លាមយើងបិទភ្លើងភ្លាមតែម្ដងទៅបងប្អូនហើយយើងក្លុកវាចាក៏ដូចជាត្រឡប់ចុះត្រឡប់ឡើងជាមួយនឹងសាច់ដលងហើយស្ករហ្នឹងឃើញថាត្រឡប់ចុះត្រឡប់ឡើងអញ្ចឹងតើវាឡើងរៀងក្រាមណាបងប្អូនបានយើងឈប់ត្រឡប់វាហើយបញ្ជាក់ជូនបងប្អូនថាពេលដែលចាក់ដលងភ្លាមហ្នឹងយើងបិទភ្លើងភ្លាមទៅដើម្បីស្កររបស់យើងគឺវាឆាប់ស្ងួតទៅវាឆាប់ក្រាមកកជាប់ជាមួយនឹងសាច់ដលងអញ្ចឹងណាបងប្អូនឃើញថាបងប្អូនអាចសាកធ្វើញ៉ាំបានរសជាតិវិញជាតិឆ្ងាញ់តែម្ដង